រដូវផ្ការីកឆ្នាំក្រោយយើងជួបគ្នាទៀតលាមួយឆ្នាំម្ដងពីរឆ្នាំម្ដងបានហើយអញ្ចឹងមានតែចាំរដូវផ្ការីកឆ្នាំក្រោយក៏ឆ្នាំក្រោយទៀតចឹងយើងជួបគ្នាទៀតណោះវីដេអូនេះនឹងនាំបងប្អូនទៅទស្សនាពីទិដ្ឋភាពខ្នងផ្សារដែលមានសម្រស់ប្រៀបដូចជាឋានសួគ៌លើដីបងប្អូនបានទៅលេងខ្នងផ្សារហើយបើបានហើយតើបានទៅប្រហែលដងដែរខ្ញុំវិញបានទៅ2ដងហើយតែពេលទៅលើកទី1ចង់តែសច្ចាថាអត់មកទៀតទេតែមានណាអាធម្មជាតិអាទេសភាពព្រៃភ្នំខ្យល់ព្រៃសំឡេងសត្វអីហ្នឹងវាដាក់ស្នេហ៍យើងឲ្យមកម្ដងទៀតតតែបានហើយបើបានមកអញ្ចឹងមានតែធ្វើវីដេអូសម្រាប់ចែកអ្នកទាំងអស់គ្នាបានមើលពិសេសអ្នកដែលចង់ទៅតែអត់ទាន់បានទៅនិងអ្នកដែលចង់ទៅហើយគ្មានកម្លាំងទៅដល់ចង់ប្រាប់ថាទេសភាពញាក់ស្អាតខ្លាំងវាលស្មៅខៀវខ្ចីក្រាលលើភ្នំដូចឡើងខ្ពស់សន្លឹមអញ្ចឹងហ្មងចុងឈើរេរពពកអាប់ដេតាសពេញផ្ទៃមេឃនៅក្បែរខ្លួនយើងពេលយើងឡើងដល់កំពូលភ្នំហើយមានសេវាអ៊ីនធឺណិតប្រើប្រាស់ទៀតពេលឃើញទិដ្ឋភាពបែបនេះមានចង់មកដែរអត់បងប្អូនតែមុនសម្រាប់ចិត្តថាមកស្ដាប់ពីកន្លឹះនិងបទពិសោធន៍តិចសិនណាទី1ត្រូវចំណាយពេលវេលាដើរហ្នឹងគឺ4ទៅ5ម៉ោងដោយថ្មើរជើងតាមផ្លូវថ្មកាត់ព្រៃកាត់ភ្នំនិងចំណោតខ្ពស់នានាតែតាមព្រៃខែនេះមានឈើហូបផ្លែដូចជាផ្លែផ្ញៀវហើយនិងផ្លែសេមន់ឯជាដើមបើដើរហត់អាចសម្រាកបេះផ្លែឈើហូបផ្លែសិនណាតែដើរហត់ផងហូបផ្លែឈើព្រៃជូរផងអញ្ចឹងធ្វើឲ្យអាចដេញផងតែបើហូបតិចអត់អីទេមួយទៀតណាបងប្អូនមានផ្លូវឡានឬក៏ម៉ូតូអាចឡើងទៅដល់ដែរតែក្តៅដោយសារតែមានវាលអត់មានព្រៃអញ្ចឹងហើយឡើងតឹងជើងដូចគ្នាបើសិនជាយើងដើរតាមនោះទី2ចំណាយពេលវេលាយូរមធ្យមនេះងុំនៅអីវ៉ាន់ខោអាវរបស់របរប្រើប្រាស់ទៀតម្នាក់សុទ្ធតែ9-10គីឡូអីហ្នឹងសុទ្ធតែគ្រោះហើយនឹងបែកកង់តាមផ្លូវហើយយំក៏យំអត់ចេញអាដើរទៅមុខក៏ទៅមុខមិនដល់បកក្រោយក៏ក្រោយក៏គ្មានអ្នកជូនហ្នឹងសុទ្ធតែ VVO ហើយអញ្ចឹងហើយអីវ៉ាន់ដែលដាក់ទៅហ្នឹងគួរតែដាក់ល្មមដែលអាចស្ពាយរួចតែអាចឲ្យគេដឹកបានបើសិនជាយើងមានអីវ៉ាន់ច្រើនខាងសហគមន៍គេនឹងដឹកដាក់ទៅដល់លើភ្នំឲ្យយើងហ្មងចាំយើងនៅលើពេលយើងឡើងទៅដល់អ៊ីវ៉ាន់ឡើងដល់លើដែរតែយ៉ាងណាគេគិតជាគីឡូទោះជាអស់លុយប៉ុន្តែក៏យើងស្រាលខ្លួនដែរទី3វិញមកលេងតាមជាក្រុមបែបនេះអាចស្គាល់ពីអីដែលថ្មីអ្នកអ្នកនៅក្នុងវិស័យដូចយើងឬក៏អ្នកខ្លះនៅវិស័យផ្សេងតែបានជួបគ្នាស្គាល់គ្នាក៏សាងមិត្តភាពនិងទំនាក់ទំនងល្អៗជាមួយគ្នាទោះបីផ្នែកខ្លះស្ដាប់ទៅលំបាកស្ដាប់ទៅហត់ក្តៅនិងសឹងតែនិយាយថាវេទនាក៏ដោយដូចដែលបាននិយាយពីដើមវីដេអូមកអញ្ចឹងថាសឹងតែសច្ចាឡើងមកតែអ្វីៗទាំងអស់ហ្នឹងគឺនឹងរលាយអស់ទៅវិញនៅពេលយើងឃើញសម្រស់ធម្មជាតិបែបនេះអញ្ចឹងហើយបងប្អូនដែលចង់ទៅសាកគិតហើយគិតទៀតបើមានកម្លាំងអាច challenge ខ្លួនឯងបានណាគួរតែទៅស្គាល់ឲ្យបានម្ដង